ផ្ទះទំហំ8ម៉ែត្រគុណនឹង9ម៉ែត្របានរៀបចំរួចរាល់ជូនបងប្រុសបងស្រីនៅខាងកំពង់សោមបាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះផ្ទះចល័តស្រុកសេសន្ធរបានរៀបចំរួចរាល់ផ្ទះទំហំ8ម៉ែត្រគុណនឹង9ម៉ែត្រមានពីដានក្រោមពីបន្ទប់គេងប្រើកញ្ចក់ស្លាយឥឡូវនេះក្រុមការងារខាងផ្ទះចល័តស្រុកសេសន្ធរយើងខ្ញុំបានរៀបចំរួចរាល់ហើយទម្រង់រូបរាងនៃផ្ទះនេះគឺបែបហ្នឹងបងប្អូនគឺបែបហ្នឹងយើងមានពីដានក្រោមហើយម្ចាស់ផ្ទះក៏រៀបបន្ទប់ខាងក្រោមយើងធ្វើជាលក្ខណៈជាដើរកាច់ហើយផ្ទះនេះធំទលាបងប្អូនធំទលាណាស់គឺ8ម៉ែត្រគុណនឹង9ម៉ែត្របើកល្វែងវែងរ៉ាំងដា4ម៉ែត្រហើយសាច់ផ្ទះ4ម៉ែត្រហើយយើងខណ្ឌជា2បន្ទប់ណាឥឡូវខ្ញុំនាំបងប្អូនទៅមើលមកតួផ្ទះខាងលើនៃប្រភេទផ្ទះដែលមានទំហំ8ម៉ែត្រគុណនឹង9ម៉ែត្រនេះ8ម៉ែត្រគុណនឹង9ម៉ែត្រហ្នឹងគឺធំទលាណាបងប្អូនវែងរ៉ាំងដាវា4ម៉ែត្រគុណនឹង9ម៉ែត្របងប្អូនអាចដាក់តុអង្គុយលេងឬមួយក៏បោះតង់បោះអីគឺមួយអែមហើយបងប្អូនមួយអែមហើយគឺធំទលាណាមានកម្មវិធីជួបជុំអីខាងក្រោមក៏ជួបជុំបានខាងលើក៏ជួបជុំបានដែរចំណែកឯចំហៀងនៅខាងវែងរ៉ាំងដានេះគឺយើងមានសាច់ផ្ទះហ្នឹងទំហំ4ម៉ែត្រគុណនឹង9ម៉ែត្រដូចគ្នាហើយនៅក្នុងហ្នឹងគឺមាន2បន្ទប់គេងមានវែងរ៉ាំងដាខាងមុខ1ម៉ែត្រកន្លះហើយចូលពីវែងរ៉ាំងដាហ្នឹងទៅគឺយើងទៅដល់សាច់បន្ទប់ទី1សាច់បន្ទប់ទី1ហ្នឹងយើងធ្វើជាលក្ខណៈកញ្ចក់ស្លាយបងប្អូនយើងធ្វើជាលក្ខណៈកញ្ចក់ស្លាយទាំងខាងមុខហើយនឹងកញ្ចក់ស្លាយទាំងការខណ្ឌបន្ទប់រូបរាងដូចបែបនេះបងប្អូនដោយបែបដែលខ្ញុំបានបង្ហាញនេះគឺកញ្ចក់ស្លាយគឺបែបហ្នឹងបងប្អូនគឺបែបហ្នឹងហើយនៅខាងក្នុងបន្ទប់ហ្នឹងក៏មានកញ្ចក់ស្លាយមួយទៀតដែរបងប្អូនគឺមានកញ្ចក់ស្លាយសម្រាប់ខណ្ឌជាបន្ទប់ខាងមុខហ្នឹង3ម៉ែត្រគុណនឹង4ម៉ែត្ររៀងធំទលាដែរបងប្អូនអាចយកធ្វើជាលក្ខណៈបន្ទប់គេងក៏បានបងប្អូនអាចយកធ្វើជាលក្ខណៈបន្ទប់ទទួលភ្ញៀវក៏បានដែរអាហ្នឹងស៊ីសងលើម្ចាស់គាត់រៀបចំបងប្អូនគាត់រៀបចំហើយកញ្ចក់ស្លាយគឺបែបហ្នឹងបងប្អូនកញ្ចក់ស្លាយហ្នឹងគឺខណ្ឌបន្ទប់ជា2ហើយចូលមកខាងក្នុងនេះគឺបន្ទប់ធំហ្នឹងគឺមានបន្ទប់ទឹកមួយនៅផ្នែកខាងក្នុងហ្នឹងដែរហើយមានទ្វារមួយសម្រាប់បើកចេញទៅវែងរ៉ាំងដាអញ្ចឹងច្រកចេញទៅខាងវែងរ៉ាំងដាហ្នឹងបងប្អូនបើកទ្វារតូចនេះក៏បានបងប្អូនចេញតាមមុខទៅតាមទ្វារមុខធំទ្វារថ្លៃហ្នឹងក៏បានដែរហើយមានបន្ទប់ទឹកមួយនៅផ្នែកខាងក្នុងគឺបែបហ្នឹងបងប្អូនគឺបែបហ្នឹងហើយចំពោះខាងផ្ទះចល័តស្រុកសេនធើយើងខ្ញុំគឺប្រើប្រភេទឈើលេខ1ទាំងអស់បងប្អូនគឺប្រើគ្រឿងរនុកអនោមទួងផ្លាមបកងដាណៃប្រើសាឡៅក្តារក្រានជាងពីដានប្រើសក្រំអត់មានប្រើប្រភេទឈើលេខ2លេខ3លាឡំនៅផ្នែកខាងណាទេគឺយើងប្រើលេខ1សុទ្ធតែម្ដងព្រោះអីគុណភាពផ្ទះវាសំខាន់ទៅលើគុណភាពឈើនឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងណាបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងបាទសូមអរគុណ